នេះថ្ងៃបនអ៊ំទូកនៅសៀមរាបមនុស្សច្រើនណាមនុស្សម្នាច្រើនណាហើយកីឡាករអ៊ំទូកក៏ប៉ុណ្ណឹងគ្នាយកជេលីភីដែរហើយស្រែកទំសំណែកខ្ញុំនេះវិញក៏កំពុងតែប្រកួតដែរបាទនេះប្រកួតយកដើមឈើគេដើមឈើអាលុំមកហើយនេះប្រកួតដែរនេះប្រកួតយកដើមដូងបាទនេះបោះដើមដូងបាទដូរទីតាំងវាបាទហើយបងស្រីក៏ត្រូវការផ្លាស់ប្ដូរទីតាំងវាអញ្ចឹងយើងមកទទួលសេវាកម្មកោះប្ដូរទីតាំងជូនហើយមានបានតអ៊ំទូកហ្នឹងនោះពងជីកនោះគាត់ទៀតពងជីកអញ្ចឹងមានបានតអ៊ំទូកអ៊ំអីទេនៅរស់លុយសិនព្រោះឥឡូវកំពុងតារេរ៉ាពិបាកសម្បំណាហើយចំណែកខ្ញុំវិញខ្ញុំក៏ហាពិបាកនេះតាមស្លានេះគាត់តាមស្លានេះស្លានេះគាត់មិញដងនេះឃើញនៅក្នុងគល់ដងសិតតែថ្មគ្រប់គល់ទាំងអស់បាទនឹងបច្ចេកទេសអីគេទេនេះបច្ចេកទេសដាក់ឲ្យដងវាលូតលាស់ល្អតែសិតថ្មបាទនេះថ្មអូខេចឹងដងនេះកំពុងតែចតើចឹងដែរបងស្រីគាត់ស្ដាយគាត់លក់ដីនេះហើយគាត់ចូលដើមឈើទៅដាំនៅដីគាត់មួយទៀតអញ្ចឹងយើងមើលសកម្មភាពជាបន្តទៀតអូខេ let's go នេះគឺលទ្ធផលបានមួយជើងបាទបានមួយជើងហើយគល់ស្លានេះដងអូធ្ងន់ណាស់មិញលើកមិញធ្ងន់ណាស់នេះបាន3នាក់ចឹងតែខ្យល់បានបលានទៅហើយយោបានមកឡានហើយនោះកោះហើយតដឹកតអស់ទេនោះនោះទៀតនោះកោះហើយតដឹកអត់អស់នេះតាមព្រីងតាមអីនេះត្រូវយកតអស់ព្រោះតែធ្វើតាមដំណាក់កាលវាវិញបាទអូខេហើយបនអ៊ំទូកធ្វើការងារធម្មតាគឺលើស្ថានភាពទុំតិចក៏លួចបាស